គ្រាន់តែយកបងភីងមកធ្វើជារបាំងបោកកំតិចប្រាក់ឲ្យពី3សែនទៅបងភីងក៏សុកចិត្តធ្វើជានុយឲ្យគ្នាស្ទួយត្រីរស់នោះទៅហើយតែគ្នាថាគឺជាត្រីឆ្លាមទេណាព្រោះនេះសាឡានងដូចជាមិនមែនស្លូតបោប្រមាណទេទោះជាត្រីអីក៏ដោយចុះបាច់ចិត្តគ្នាចង់បានហើយបានត្រឹមតែធ្វើបាបរិនខំបានបបាក់មុខនាងកេសរហើយម្យ៉ាងវិញទៀតនោះគ្នាក៏បានសាកល្បងរបស់ថ្មីទៀតផងកាត់មកជាឯងក៏ប្រសើរម្យ៉ាងដែរណោះចាត់ទុកប្រុសជានំទៅវិញបើគិតទៅគួយខ្នាញ់ចំនួនឯងដល់ហើយខ្នាញ់នឹងបងភីងណាធ្វើជាឆ្លក់នឹងខ្លួនឯងស្មានតែអស់ចាហើយឯងដឹងទេនេះសាលារត់កិច្ចតែគ្នាឈឺចិត្តត្រង់ដែលបែរជារត់កិច្ចទៅរកនាងកេសរស្អីនោះទៅវិញអញ្ចឹងមិនសោយទៅហើយទេហ៎ចុះឯងគិតដូចម្ដេចតទៅទៀតដែរគ្នាត្រូវតែយកបងភីងមកធ្វើជារបាំងសិនតាមនាងសាលានឹងជាបន្តទៅទៀតរហូតដល់កិច្ចការគ្នាបានសម្រេចអញ្ចឹងគ្នាជួយត្រីអឯងមុនទៅចុះណាបើបានសម្រេចហើយកុំភ្លេចចាយចាំងត្រីឆ្លាមឲ្យគ្នាអង្គៀមខ្លះផងឬទេអូលោកប៉ាសូមអញ្ជើញមិនបានចម្លងទីនេះជាលើកទី1ហើយដែលលោកប៉ាមករកខ្ញុំកាត់មកតាមនេះក៏ចូលមកលេងទៅណាអញ្ចឹងអង្គុយទៅប៉ាស្រួលហើយអញ្ចឹងយើងទៅញ៉ាំបាយថ្ងៃត្រង់ជុំគ្នាតែម្ដងគេសគេទៅជាមួយដែរហេតុអីទៅប៉ាបើសិនជាគេសទៅដែរនោះប៉ាមិនទៅជាមួយខ្ញុំទេប៉ាដូចជាជឿម៉ាក់ជ្រុលបន្តិចហើយកុំយល់ច្រឡំចឹងអីកូនរឿងរៀបការមិនទៅហើយរៀបរយទេរៀបរយគ្រប់បែបយ៉ាងទាំងអស់ហើយប៉ាសូមអរគុណប៉ាដែលមិនខត់ខាំងខ្ញុំប៉ុន្តែប៉ាថាវាដូចជាលឿនពេកហើយណាគួរណាតែចាំបន្តិចទៀតទៅមើលលោកប៉ាខ្ញុំចាំតទៅទៀតលេងបានហើយខ្ញុំស្ទើរតែដាច់ខ្យល់ទៅហើយនេះហើយចុះកូនឯងមានបានជួបកេសរខ្លះទេលោកប៉ាខ្ញុំមិនមែនជាមនុស្សគិតតែពីចង់បានទេអស់ច្រើនខ្ញុំគ្រាន់តែចាប់ដៃរួចហើយថាប់ថ្ងាសនាងតែប៉ុណ្្នឹងទេបានគឺប៉ាចង់និយាយអីនឹងកូនឯងបន្តិចរួចហើយក៏ចង់ឲ្យកូនឯងយល់នៅរឿងដែលប៉ានិយាយនេះផងគឺប៉ាចង់ឲ្យកូនឯងយល់ច្បាស់លោកប៉ាចង់មានប្រសាសន៍ពីរឿងស្អីក៏ទៅបានដែរខ្ញុំចាំស្ដាប់លោកប៉ាទាំងអស់លើកលែងតែរឿងបើលោកប៉ាចង់និយាយហាមឃាត់ពីអាពាហ៍ពិពាហ៍របស់ខ្ញុំជាមួយកេសរនោះខ្ញុំមិនស្ដាប់លោកប៉ាជាដាច់ខាតខ្ញុំកាត់មកតាមនេះបានជាចូលមកបបួលវ៉ានឹងកេសរទៅញ៉ាំបាយហើយកេសរគិតយ៉ាងម៉េចដែរហ្នឹងទៅញ៉ាំបាយជាមួយប៉ាណាតោះយើងខ្ញុំថាយើងលំនាំគ្នាទៅហើយប៉ុណ្ណឹងវាស្អាតណាស់ទៅហើយបងភីងយើងគិតនាំគ្នាទៅណាហ្នឹងគឺទៅញ៉ាំបាយរួចហើយទៅផាប់ដែលនាងកេសរវាចូលចិត្តទៅហើយក៏លួចទៅមើលរិនខំផងក្រៃលោកគេលួចទៅរកនាងនោះទៀតរួចម្យ៉ាងវិញទៀតនោះសាឡាក៏ចូលចិត្តទៅទីនោះដែរចាចុះបើខ្ញុំចង់ប្រាប់ក្មួយពីរឿងឪពុករបស់ក្មួយនោះក្មួយមិនចង់ដឹងទេ
ម៉ែនហើយក្មួយត្រូវតែមានឪពុករួចហើយខ្ញុំចង់និយាយនឹងក្មួយរឿងនេះឯង ម៉ាប៉ារបស់ខ្ញុំណៃណាខ្ញុំនៅមានប៉ានឹងគេដែរទេចុះប្រមអ្នកនឹងជាអ្នកណាបានជាគេស្គាល់ប៉ារបស់ខ្ញុំតើគេត្រូវការឲ្យខ្ញុំដែរទៅស្មានមិនដល់សោះថាភឹងមកដល់បាងកកនេះគេដែរចុះឯងគិតយ៉ាងម៉េច គិតយ៉ាងម៉េចហ៎គ្នាអត់គិតយ៉ាងម៉េចទេគ្នាត្រូវជិះឲ្យឆ្ងាយបំផុតរួចហើយធ្វើជាមិនដឹងមិនលឺ ធ្វើដូចជាមនុស្សគ្មានបេះដូងមែនទេ ណែអូនថ្លៃជើងល្អអន្តតាក្លែងឯងនិយាយអួតថាលេងឃើញដល់លេងទៀតហើយហ៎ យ៉ាងមិនចេះផលបងអូនថ្លៃគ្នាចង់វត្តហៀម៉ាំងម្នាក់ទៀតហើយទេដឹង មិនដឹងទេវើយលែងយល់ហើយគួយសិនទៅ គឺគ្នាចង់ទៅជួយមើលជំនួសស៊ីវ៉ានតើ បារម្ភពីបងថ្លៃអញ្ចឹងវាដូចជាជ្រុលបន្តិចឲ្យសម្លាញ់ណែសុំសួរបន្តិចបារម្ភខ្លួនឯងឬក៏បារម្ភជំនួសប្អូនជាមួយខ្ទើយវាទៅរួចដែរ ហេខ្ញុំពិបាកចិត្តណាស់ហាវាស្លាក់ខ្ជាក់វាស្លែង ហេតុអីទៅអាកេសរខ្លួននៅខូចចិត្តរឿងលោករិនខំនោះមិនតាន់បាត់ទៀតណា អត់ទេចំពោះម្នាក់ហ្នឹងនៅសល់តែកំហឹងប៉ុណ្ណោះឯងកំហឹងនៅត្រូវតែសងសឹងអរគុណ បើអញ្ចឹងមានតែរឿងលោកវ៉ាគេវាមិនដល់កំណត់ខ្លួនមែនទេគេសាបហួសពេកមែនទេ អត់ទេទោះសាបក៏ដោយតែក៏ជាមនុស្សល្អដែរខ្ញុំមិនតែខ្វល់រឿងគេទេ អញ្ចឹងខ្លួនមកអង្គុយសោកសៅរឿងអីដែរ រឿងឪពុកក្មេង រឿងឪពុកក្មេងស្លាប់ហើយចុះស្អីក៏វាសម្បើមម៉ែហើយខ្លួនយ៉ាងម៉េចឪពុកក្មេងធ្វើអីខ្លួនណា គឺអញ្ចេះទេគាត់ចុចចិត្តលួចមិនអត់ជួបនឹងខ្ញុំ ហើយកែសអូចុះខ្លួននោះមានតែជួបគេទេ ទៅតែម្ដងតា បើធ្វើទៅធ្វើអីរួចបានជាមកអង្គុយពិបាកចិត្តនឹងព្រោះដោយសារខ្លួនយ៉ាងម៉េចនឹងគេឲ្យមែនទេ ហ៊ីមេងហេតុអីក៏និយាយអញ្ចឹងគាត់អត់មានធ្វើអីខ្ញុំទេ ថាម៉េចខ្លួននិយាយពីស្អីវិលទៅវិលមកមិនយល់ទេហ៊ានមិនយល់ទេ គឺគាត់ចុចចិត្តធ្វើរឹកចម្លែងគាត់បានប្រាប់ខ្ញុំថាគាត់នឹងណែនាំឲ្យខ្ញុំស្គាល់ប៉ាខ្ញុំតែខ្ញុំដូចជាមិនជឿសោះព្រោះមកពីខ្ញុំដូចជាមិនជឿថាខ្ញុំនៅមានឪពុកទេខ្ញុំខ្លាចណាស់ព្រោះដូចជាចង់ដឹងផងមិនចង់ដឹងផងហេតុថាខ្ញុំគួរតែធ្វើយ៉ាងណាដែរ ណែផលដូចច្បាត់ជួយជ្រុលពេកហើយវិញធ្វើបែបនេះស៊ីវ៉ាខូចឈ្មោះហើយ ណែជប់សិនជប់សិន ដល់ទៀតហ៎ ហេក៏ដឹងដែរមែនទេថាខ្ញុំមិនដែលបានស្គាល់ប៉ាម៉ាក់ច្បាស់នឹងគេទេ ពីយល់ហើយកែសខ្លួនកុំយំអីណាចាំចុះទៅក្រោមជាមួយហៀវិញ
ព្រោះបើខ្លួនយំបែបនេះអ្នកដែលវាចាំសើចំមកឲ្យខ្លួននោះពិតជាយល់ថាខ្លួននោះក្រំចិត្តដោយសារតែរិនខំហើយមានចាំខ្ញុំបានទេខ្ញុំជាមិត្តភក្តិរបស់ផលជាបងប្រុសរបស់ស៊ីវ៉ាអ្នកដែលគេសជ្រាបកាយជាមួយខ្ញុំចង់ដឹងថាតើមានការឡើងចំពោះប្អូនថ្លៃខ្ញុំ កុំជឿឆ្អើតពេកបានទេ គឺកេសរគឺមានបញ្ហាតែបន្ទួចតែនៅពេលនេះអស់អីទៀតហើយ បើមានបញ្ហាចាំខ្ញុំនាំនាងទៅផ្ទះ ខ្ញុំទៅខ្លួនឯងក៏បានដែរកុំជឿឆ្អើតនឹងខ្ញុំពេកបានទេខ្ញុំចេះជួយខ្លួនឯងហើយ ហៀអ្នកនាងកែកានដាកូនស្រីស្ដេចក្រាញ់មកចាហើយសូមអញ្ជើញហៀឲ្យទៅជួប ហៀទៅចាចា អញ្ចឹងខ្លួនឯងមើលខ្លួនឯងបានមែនទេប្រកាសជាមើលខ្លួនឯងបានមែនទេអញ្ចឹងហៀទៅហើយណាចាំទៅជួបគ្នានឹងក្រុមក៏បានដែរ ខ្ញុំឲ្យញ៉ាំទៅ អរគុណ ធ្វើរកពីឲ្យវាស្រួលបន្តិចទៅមើលឲ្យសមទៅនឹងកូនកំមុំស្ដាច់ក្រាញ់ផងកូនកំមុំស្ដាច់ក្រាញ់មកហើយប្រកាសជាមិនមកម្នាក់ឯងទេប៉ិតជានាំបងស្រីមកដែររួចកំកិច្ចពីគេដូចថ្ងៃមុនទៅបានហើយ ណែកុំចេះឈឺឆ្អាលនឹងខ្ញុំណា ចុះអ្នកណាឈឺឆ្អាលរឿងខ្ញុំមុនសុកមកអូខ្ញុំយកតាពាំងព្រោះចាំកិច្ចពីសង្សារចាស់ចាំកិច្ចគេអស់មកជាដែរហ៎ តោះនាងទៅជាមួយខ្ញុំ សុំកែវថ្មីមួយមក ដូចខ្ញុំបានគិតអញ្ចឹងបងភីងមិនក៏វាមិននៅជាមួយប្តីវាអញ្ចឹងចូលចិត្តតែមកច្បងជាមួយបងថ្លៃបែបនេះបងត្រូវតែបដៅវាទៅបាន បធើយអាកេសម្ដងនេះច្បាស់ជាភ្លើងឆេះកាលហើយមើលទៅ និយាយថាមិនដឹងហ៎ អើយអត់ទេចាគឺហ៊ាននិយាយថាភ្ញៀវឥឡូវនេះខូចណាស់តែស្វឹងហើយមិនឲ្យលុយទេសុំទៅណោះសិនណាចាភ្ញៀវច្រើនណាស់សុំទៅកដោភ្ញៀវសិនណាចា លោកសាឡាងយើងបងភីងមិនបានជាអង្គុយស្ងៀមអញ្ចឹងហ៎ ឯងមិនឃើញទេគេមានរវល់នឹងបងឯណា មានអីទៅពិបាកនោះបើមិនរវល់ចាត់ការតែម្ដងទៅតោះខ្ញុំនាំទៅ មកហើយមកហើយ ហើយផលខានជួបគ្នាយូរហើយសុខសប្បាយជាទេ អរគុណហើយផឹងខ្ញុំសុខសប្បាយជានិច្ចយ៉ាងឯងចុះនាងនោះមើលទៅដូចជាមិនសប្បាយសោះ ខ្ញុំអត់សប្បាយទេ សួស្ដីកេសរមើលតែចំណូលចិត្តរបស់អ្នកនាងមិនដូចជាកូនកំឡោះអីសោះហើយ ចាតែដូចបងកូនកំឡោះដែរតាខ្ញុំគិតសុំត្រឡប់ទៅវិញមុនសិនហើយព្រោះឲ្យខ្ញុំនឹងបងសាឡាយើងត្រូវទៅផ្ទះជុំគ្នា ទៅផ្ទះហ៎តម្រាំទៅដល់ផ្ទះត្រូវឆ្លងកាត់សន្តាគារវាងននរូតច្រើនណា ហើយចំពោះរឿងនេះតាមតែនាងគិតទៅចុះព្រោះរឿងបែបនេះមិនអាចហាមឃាត់បានទេល្មមទៅឲ្យណាបងសាឡា ឲ្យលឿនឡើងបងភីងឆាប់តាម
អ្នកនាងធ្វើបែបនេះដើម្បីជួយខ្ញុំឬក៏ជួយខ្លួនឯង ទាំងពីរយ៉ាងនឹងឯងកាយកណ្ដាលចូលចិត្តមើងងាយខ្ញុំព្រោះនាងស្រឡាញ់លោកប្រចាំនឹងលោកណែនិយាយតាមត្រង់ទៅចុះខ្ញុំដូចជាចម្លែកដល់ហើយតើនាងនឹងបងស្រីនាងចៃលោករបៀបណាដែរនឹង ទៅអ្នកនាងបំបាក់មុខគេចំជាឆ្លាតមែនខ្ញុំដូចជាស្ដាយដល់ហើយរឿងអ្នកនាងលួចស្អីជាមួយនឹងពុកចង់ខ្ញុំនោះខ្ញុំអាណិតស៊ីវ៉ាណាបើស៊ីវ៉ាដឹងថាស្រីដែលគេស្រឡាញ់ត្រូវឪពុករបស់គេញាប់ញីដួងចិត្តខ្ទេចខ្ទីទៅហើយនោះមិនដឹងច្បាស់ទឹកចិត្តប៉ុណ្ណាទេ កុំមើងងាយខ្ញុំពេកណាខ្ញុំនឹងឪពុកចង់លោកគ្មានអីនឹងគ្នាទេ អត់មានអីមាត់រឹងមែនណែសារភាពទៅភាសាជាងអ្នកនាងថាពីមុនអ្នកនាងមិនដែលដឹងថាពុកចង់ខ្ញុំជាពុករបស់ស៊ីវ៉ាទេទើបសុខចិត្តធ្វើជាប្រពន្ធចង់គេពេលនេះដឹងហើយឆាប់ជាចេញទៅកុំតាក់ទងជាមួយជីវិតគេទៀត ខ្ញុំថាឈប់គិតពីបញ្ហាខ្ញុំសិនទៅល្អជាងចង់បញ្ហារបស់លោកចាត់ការរឿយៗសិនទៅស្រួលជាងអ្នកមានបញ្ហាដែលតាមពីក្រោយមកហើយយ៉ាងម៉េចមិនហ៊ានទេអូលោកខ្លាចនាងមែនទេ នរណាថាណ៎ហើយយើងលេងចំមុខវិញល្អជាង មិនមែនរឿងរបស់អ្នកនាងឯណា ត្រូវហើយមិនមែនរឿងខ្ញុំទេតែខ្ញុំចូលចិត្តជីឆ្អាលនឹងរឿងដែលមិនមែនជារឿងរបស់ខ្ញុំនេះឯងមានបញ្ហាអីទេ បន្តិចបន្តួចដែរតែដំបូងស្មានតែអ្នកនាងចូលចិត្តមែនដល់មើលចុះមើលឡើងមិនមែនទេបើថាស្អប់គេទៅក៏មិនមែនទៀតបើថាហាច់ខុសរឿងវិញទៅផ្សំ ពុទ្ធអើយអាគៀងចៅតាអាកំតិចអាគៀង ស្រីប្រភេទនេះលេបមិនចូលទេ សាឡាខ្ញុំមានរឿងចង់និយាយជាមួយលោកបើមានរឿងនិយាយជាមួយគាត់ខ្ញុំសុំតមុនហើយណា បែរក្បាលទៅខ្ញុំគ្មានរឿងអីត្រូវនិយាយជាមួយគេទេ បើអញ្ចឹងនោះឲ្យខ្ញុំនិយាយជំនួសបានទេ គ្រាន់ណា ចង់ឲ្យខ្ញុំនិយាយពីអីដែរទៅបងសាឡាថោកទៀបមនុស្សព្រៃ គេសោះនិយាយទៅនិយាយប្រាប់នេះថាឲ្យត្រឡប់ទៅ Boston វិញចុះឈប់រញ៉ាយជាមួយនឹងខ្ញុំទៀតទៅព្រោះពេលនេះខ្ញុំក៏ happy មានសេចក្តីសុខរួចទៅហើយខ្ញុំនឹងគេសោះកំពុងតែ happy គ្មានចន្លោះពេលទំនេរឲ្យនរណាមកជ្រៀតជ្រែកទេទោះជាសម័យក៏ដោយ ឯងនាងកសឯងនេះអាក្រក់ណាស់ក្រែងថារៀបការជាមួយនឹងប្អូនណាមិនក៏មកលួចស៊ីបងទៅវិញ អារុយវាចូលចិត្តស៊ីតែលាមកអញ្ចឹងឯង អូយស្លាប់ហើយអ្នកទាំងពីរចង់ចោទថាបងសាឡាជាលិមួកមែនទេតែអ្នកទាំងពីរនេះកំពុងតែសវេសវាចង់បានលិមួកម្ដុំនេះហើយមិនបាច់សម្លក់ខ្ញុំដល់ម្លឹងពេកទេព្រោះខ្ញុំមិនបានសវេសវាតាមនោះទេព្រោះមនុស្សដូចខ្ញុំនៅស្ងៀមក៏មានគេតាមចាំរោមដែរអញ្ចឹងខ្ញុំគិតលាសិនហើយណា ណែកុំធ្វើគេផ្ដាច់អញ្ចឹង ឯងនាងមកក្រាស់កុំរញ៉េរញ៉ៃនឹងសាឡាទៀតណាគាត់ជាប្តីរបស់ខ្ញុំបើឯងចង់បានប្តីណាស់នោះមិនក៏មិនទៅយកប្តីឯងទៅអូយស្លាប់ហើយអ្នកនាងផឹងចង់និយាយប្រាប់ខ្ញុំថាអ្នកនាងកំពុងតែលេងហ្គេមដណ្ដើមប្តីគ្នាមែនទេដណ្ដើមលិមួកម្ដុំហ្នឹងហ៎អូយខ្ញុំមិនលេងចូលទេខ្ញុំគិតលាទៅសិនហើយណាមិនដណ្ដើមជាមួយទេ ត្រឡប់ទៅវិញទៅផឹងទឹកមាត់ដែលធ្លាក់ក្នុងមាត់ខ្ញុំនោះពេលនេះវាស្រស់ចុះបាត់ទៅហើយព្រោះខ្ពើមរអើមនឹងរបស់ស្មោកគ្រោកជាច្រើនគ្រាន់តែគិតថាចង់លេបទៅវិញនោះខ្ញុំចង់ក្អួតបាត់ទៅហើយសុំទោសលីហើយតោះ បងភីងថ្ងៃក្រោយនៅមានទៀតទេចាតែបងត្រូវចាំគេឲ្យបានច្បាស់លាស់ចាំមកមីកេសនោះព្រោះវាជាស្ត្រីទី1របស់បងព្រោះវាធ្វើឲ្យបងខ្លាចទៅជាកំតិចទឹកមាត់នៅក្នុងគំនិតរបស់លោកសាឡា សម្ដែងយូរពេក តែខ្ញុំមិនចង់លេងវិញសោះនៅនាងដូចជាភ្លើងអញ្ចឹងឲ្យតែខ្ញុំបាននៅជិន
ខ្ញុំដូចជាកក់ក្ដៅឆាប់ឈួលអស់ហើយ តែខ្ញុំឃ្លានហើយ ណែ លេងខ្ញុំ អ្នកនាងឃ្លានបាយឬមួយក៏ឃ្លានខ្ញុំ និយាយតែផ្ដាស់ ខ្ញុំនិយាយការពិតណាស់គិសរសូម្បីតែពុកចង់ខ្ញុំចំណាស់នឹងទៅហើយអ្នកនាងនៅតែលេបចូលទៀតព្រោះចុះខ្ញុំនោះនៅក្មេងហើយមកមួនអ្នកនាងបដិសេធកើតដែរឬមួយក៏អ្នកនាងមានចំណូលចិត្តខុសពីគេឯងចូលចិត្តតែក្បាលចាស់ដោះស្លែប្រយ័ត្នណាស់ទម្រាំទៅអស់ស្លែអស់កម្លាំងណាស់គិសរ ចេញទៅចេញទៅចេញទៅ កុំធ្វើឲ្យស្រីម្នាក់នេះខូចឈ្មោះណាយកប្រដាប់ថតវិញទៅហើយឆាប់ចេញពីទីនេះឲ្យលឿនឡើង គ្មានខុសពីឆ្កែធ្លាក់ទឹកបន្តិចទេនេះ អើគ្នាជាឆ្កែរូបក៏ឆ្កែមាត់ក៏ឆ្កែរួចជាតិខ្លាយទៅជាឆ្កែដែលកំពុងតែស្រេកឃ្លានទៀត ដោះលំអទៅ នេះបើគ្មានកេសរទេនោះសាលាបងឯងក៏មិនក្អេងក្អាងដល់ម្លឹងដែរ នាងកេសរនេះចង់ជាច្បុកច្បល់មែនចង់ដឹងដល់ហើយតើវាល្អតាណាតើ ត្រង់ណាហ៎បងគួរតែដឹងច្បាស់ហើយតែតាមការពិតវិញនោះនាងកេសរធ្វើឲ្យលោកសាលាបំភ្លេចបងបានណា ចាំមើលណានាងកេសរនិងសាលាត្រូវតែបានទទួលមេរៀនពីការដែលគេធ្វើក្នុងថ្ងៃនេះព្រោះស្រីដូចជាភឹងសមនមិនដែលចាញ់ណាទេ អូយអ្នកនាងហេតុអីទៅចាគ្រាន់តែខ្ញុំស្លៀកពាក់តាមសម័យប៉ុណ្ណឹងមិនក៏អ្នកនាងមកគប់ខ្ញុំអញ្ចឹង អត់ទេខ្ញុំគ្រាន់តែចង់សម្លាប់មនុស្សប៉ុណ្ណឹងតា អូយកុំធ្វើបាបខ្ញុំអីអ្នកនាង មិនមែនទេខ្ញុំចង់តែមនុស្សមាត់ឆ្កែ អូយគូអត់ខ្លាចដល់ហើយចាអ្នកនាងខ្ញុំទៅសិនហើយចាណាអ្នកនាងណាខ្ញុំទៅហើយខ្ញុំទៅហើយ ត្រូវគេធាក់ចេញពីឡាន ណែមិនបាច់សើចច្មោះគ្នាទេគ្នាកំពុងតែល្វើយ គ្នាថាឯងគួរតែຕົករោងពេលដែលឯងត្រូវគេធាក់ចេញពីឡាននោះអេប៉ុន្តែរោគដែលឯងថើបគេនៅក្នុងឡាននោះក៏មិនអន់ដែរណា ឯងលួចមើលគ្នាហ៎ អត់ទេតែចៃដន្យពេលដែលរត់ចេញមកជួយនោះឃើញឯងកំពុងតែធ្វើអីទៅគ្នាមិនដឹងជាជួយឯងយ៉ាងម៉េច អេគ្នាអត់បានធ្វើស្អីនាងទេគ្នាគ្រាន់តែបដៅនាងព្រោះនាងថាគ្នានឹងជាមនុស្សមាត់ឆ្កែ អូអញ្ចឹងតាបានជាផ្ទះមាត់បដ ாய் ទៅមែនទេ កុំអាលនិយាយរឿងនេះសោះនាំឲ្យតែគេសឃើញឈ្មោះគ្នាវល់ តែគ្នាថាឯងកំពុងតែចាប់អារម្មណ៍នឹងកេសរខុសប្រក្រតីហើយណា បេះមាត់ទៅរួចហើយញ៉ាំណែ ប៉ុន្តែគ្នាបារម្ភពីឯងណាខ្លាចតែវាច្បោកច្បល់អស់ទៅទេក្រែងជនជាតិថៃគេប្រកាន់មែនទេបងថ្លៃប្អូនថ្លៃកេសរជើងល្អមែនតែមិនគួរធ្វើឲ្យវាជ្រុលដល់បែកបាក់បងប្អូនទេ គ្នាធានាថាមិនឲ្យព្រាបប្រាសជាងនេះទៀតទេព្រោះមិនប្រហែលថ្ងៃទៀតគេសនឹងស៊ីវ៉ារៀបការហើយហើយគ្នាក៏ទៅព្រៃវិញដែរ អ
ងចាថ្ងៃនេះគ្មានអ្នកណានៅទេចានៅតែលោកស៊ីវ៉ាម្នាក់ប៉ុណ្ណោះ ចុះគូតដណ្ដឹងរបស់លោកស៊ីវ៉ាអត់មកទេ អ្នកនាងកេសរមែនទេធ្លាប់មកទីនេះម្ដងដែរពេលបុណ្យថ្ងៃកំណើតលោកស៊ីវ៉ាម្ដាយក្មេកកុំភាសាមិនចូលកន្លងគ្នាទេចា ចុះបងប្រុសរបស់លោកស៊ីវ៉ានោះ លោកសាឡាមែនទេអូមួយនេះឯកោហើយគេទៅនៅឯអាផាតមិនតែម្នាក់ឯងពុកចុងនិងកូនដើមមិនត្រូវគ្នាទេស្ទើរតែសម្លាប់គ្នាទៅហើយចា គ្រាន់បានឋានៈគួរឲ្យរាប់អាន អូអ្នកនាងភឹងមិនបានជិះមកដល់ទីនេះត្រូវការកាហ្វេទេ ចាស់លោក ចា ផ្ទះនេះគួរឲ្យរស់នៅណា អូអរគុណបាទអ្នកនាងមានការអីចង់ប្រាប់ខ្ញុំមែនទេបាទ អ្នកណាថាខ្ញុំចិត្តធំហ៊ានប្រើលោកស៊ីវ៉ានោះចាត់ទុកថាឲ្យខ្ញុំសូមឲ្យលោកជួយវិញភាសាជាង រីករាយចំណិចបាទ ខ្ញុំជម្រាបលោកតាមត្រង់ទៅចុះមិនខ្មាស់ទេខ្ញុំចង់ស្រស់ស្រួលគ្នានឹងសាលាវិញតែគេមិនទុកឱកាសខ្ញុំសោះខ្ញុំខ្មាស់អៀនព្រោះត្រូវតាមបកគេរបៀបនេះ អូអញ្ចឹងខ្ញុំនឹងសាកល្បងនិយាយជាមួយនឹងគាត់ម្ដងទៀតចុះ កាលពីមុនលោកសាឡាក៏ដូចជាលោកស៊ីវ៉ាដែររៀបរយចិត្តធ្ងន់តែឥឡូវនេះគេប្រែប្រួលច្រើនណាស់តែគោះបោះបោហើយកាយទៀតខ្ញុំស្ដាយដល់ហើយ ខ្ញុំថាអ្នកនាងកុំទៅសោកស្ដាយអីបាទទោះបីជាយ៉ាងណាសូមចាត់ទុកថាខ្ញុំនេះដូចជាមិត្តភក្តិម្នាក់ទៅចុះណាបាទបើមានរឿងស្អីចង់ខ្ញុំជួយនោះអញ្ជើញប្រាប់មកចុះ អរគុណពីយប់មិញខ្ញុំទៅឲ្យផប់តាមលោកសិលាឃើញលោកសិលានៅជាមួយនឹងអ្នកនាងកេសរខ្ញុំស្មានតែលោកស៊ីវ៉ានៅនោះដែរតា មិនគេសុំមិនលឺប្រាប់ខ្ញុំអញ្ចឹង អូសុំទោសខ្ញុំស្មានតែលោកបានជ្រាបរួចទៅហើយខ្ញុំគ្មានបំណងចង់និយាយទេ ប៉ាមកល្អទេណា អញ្ជើញអង្គុយ អរគុណគឺប៉ាមកនិយាយរឿងដើមនឹងឯងគឺរឿងកេសរនិងស៊ីវ៉ា បើខ្ញុំមិនយល់ព្រមលោកចង់យ៉ាងម៉េចដែរ ប៉ាបានគិតរួចហើយគឺថាទោះបីយ៉ាងណាក៏ដោយក៏កេសរមិនអាចរៀបការនឹងស៊ីវ៉ាបានជាដាច់ខាត មូលហេតុអី គឺវាដដែលនឹងឯងព្រោះពេលនេះនៅប្រាប់អីមិនទាន់បានទេរហូតដល់ដោះស្រាយគ្រប់បែបគ្រប់យ៉ាងនឹងកេសររួចសិន ចុះហេតុអីបានជាខ្ញុំត្រូវធ្វើតាមលោកនោះជាមួយស៊ីវ៉ាលោកដូចជាព្រួយបារម្ភនឹងគេសណាស់តែជាមួយខ្ញុំលោកអត់ព្រួយទេឬមួយក៏លោកខ្មាស់អៀនត្រូវចែកគ្នាស៊ីចុកជាមួយនឹងកូនប្រុសខ្លួនឯងបានច្បាស់មកឲ្យខ្ញុំជៀសវាងការចោទប្រកាន់ កេសរនេះល្អជាងពាក្យដែលឯងប្រមាថនោះឆ្ងាយណាស់បើសិនជាឯងដឹងថាប៉ាលើកឲ្យឯងដោយសារអីវិញនោះឯងពិតជាអរគុណប៉ាមិនខាន
លោកពិតជាឲ្យនាងមកខ្ញុំមែនទេលោកមិនសោកស្ដាយទេ ប៉ាមិនសោកស្ដាយទេចំពោះឯងនោះ រួចក៏គ្មានការទៀមទាវិញដែរលោកនឹងគេសត្រូវឈប់តាក់ទងគ្នាជាដាច់ខាតយល់ព្រមទេ ធានាថាគ្មានការទៀមទាវិញទេប៉ុន្តែបើឲ្យឈប់តាក់ទងនឹងកេសរនោះប៉ាមិនយល់ព្រមទេព្រោះអីការពិតមិនដូចជាកំណត់របស់ឯងទេ មាត់រឹងណាស់ការជាតិក្រោយលោកច្បាស់ជាកោហើយ អញ្ចេះចុះឯងចង់ឲ្យប៉ាធ្វើអីប៉ាយល់ព្រមទាំងអស់ប៉ាព្រមនឹងឯងគ្រប់បែបយ៉ាង មិនបាច់ធ្វើស្អីទេខ្ញុំគ្រាន់តែមិនចង់ឲ្យស៊ីវ៉ាយកការសំណល់ពីលោកតែប៉ុណ្ណោះរួចខ្ញុំក៏មិនចង់ឲ្យប្អូនប្រុសរបស់ខ្ញុំបានស្រីដែលមិនល្អបរិសុទ្ធធ្វើជាប្រពន្ធដែរខ្ញុំប្រហែលជាទទួលនៅសំណើរបស់លោក ខ្ញុំឈៀងមកជួបលោកស៊ីវ៉ាពិភាក្សារឿងផ្ទាល់ខ្លួនដឹងថានាងនៅទីនេះទើបចូលមក say hello ទៅអូ thank you លោកស៊ីវ៉ាគួរឲ្យស្រឡាញ់ណាស់គេល្អនឹងខ្ញុំដល់ហើយធ្វើមើលតែសង្សារនឹងគ្នាអញ្ចឹងហ៎គេដូចបងប្រុសគេកាលពីមុនអញ្ចឹងសុភាពមិនសូវដឹងអីមែនទេកាលពីមុនសាលាធ្លាប់វល់កខ្ញុំកុំឲ្យខ្ញុំបោះបង់គេរួចយ៉ាងម៉េចទៀតដែរទីបំផុតខ្ញុំក៏បោះបង់គេចោលទោះគេខំលុតជង្គង់វល់កខ្ញុំយ៉ាងណាក៏ដោយពូកែមែនហើយដែលខ្ញុំមកនេះគឺដោយសារខ្ញុំអាណិតគេតែខ្ញុំក៏ឃើញនាងកំពុងបំបល់ខួរក្បាលគេសំបីតនាងមានលោកស៊ីវ៉ារួចទៅហើយប្រហែលជាយល់ច្រឡំហើយចាមិនដឹងអ្នកណាបង្វិលអ្នកណាទេខ្ញុំថានាងត្រឡប់ទៅសួរលោកសាឡាវិញប្រសើរជាងព្រោះរាល់លើកឲ្យតែគេជួបខ្ញុំគេធ្វើគ្រប់បែបយ៉ាងតាក់ទាញខ្ញុំរហូតមិនបាច់លើកខ្លួនឯងទេខ្ញុំប្រាប់នាងទៅចុះបើនាងនៅតែធ្វើរឿងអញ្ចឹងទៀតនាងប្រហែលជារបស់ទាំងលោកស៊ីវ៉ានិងលោកសាឡាអូហូរបស់ដូចនាងអញ្ចឹងមែនទេខ្ញុំប្រហែលជាមិនសូវដូចនាងពេកនោះទេណាហើយចុះទោះបីនាងមានបំណងល្អឬអាក្រក់ចំពោះខ្ញុំក៏ដោយខ្ញុំក៏សូមអរគុណដែរព្រោះខំឈៀងចូលមកហើយបើសិនជានាងចង់ទៅជួបលោកវ៉ាអញ្ជើញទៅខាងលើចាចាក្រែងចៃដន្យគេចង់មករកខ្ញុំមុនទៅនាងពិតជាខានបាននិយាយរឿងសំខាន់នឹងគេទៀតហើយសូមអញ្ជើញលោកប្រុសមិញនេះជានរណាដែរប្រហែលជាឪពុករបស់លោកស៊ីវ៉ារឿងនេះខ្ញុំក៏មិនសូវដឹងដែរបាទនាងនេះវិវត្តគេមកពូជហាញ់តានាងទៅមិនទៅបើមិនទៅខ្ញុំទៅណាជប់ក្មួយមកជជែកគ្នាសិនទៅខ្ញុំសុំអង្វរណាលោកមិនគួរមកទីនេះទៀតទេមកពីក្មួយមិនព្រមទៅជួបខ្ញុំតែខ្ញុំមានរឿងចង់និយាយនឹងក្មួយច្រើនណាស់តែខ្ញុំគ្មានរឿងអីនិយាយទេខ្ញុំចង់និយាយរឿងឪពុកក្មួយឯងឲ្យវាចប់ណាដឹងទេតែខ្ញុំមិនត្រូវការស្ដាប់ទេលោក
លោកល្មមចាញ់ពីទីនេះហើយខ្ញុំគ្មានឪពុកទេ ណែក្មួយពិតជាមានឪពុកមែនណា ឪពុកខ្ញុំស្លាប់ហើយឬក៏បានធ្វើឲ្យម្ដាយខ្ញុំស្លាប់ដែរ ប៉ុន្តែឪពុកក្មួយស្រឡាញ់ក្មួយឯងណាស់ណា តែខ្ញុំស្អប់ឪពុកខ្ញុំណាស្ដាប់បានទេ ប៉ុន្តែឪពុកក្មួយស្រឡាញ់ក្មួយឯងណាគេស្រឡាញ់ដូចជាគេស្រឡាញ់ក្រងថងម៉ាក់ក្មួយឯងដែរ អូយជំរាបសួរអ្នកស្រី ជំរាបសួរចា ថ្ងៃនេះមករកលោកវ៉ាឬមួយមករកអ្នកនាងកេសរចា ពួកគេនៅទាំងអស់គ្នាទេ លោកវ៉ានៅម្ដុំនេះឯងជាមួយមិត្តភ័ក្តិឯអ្នកនាងកេសរកំពុងជជែកជាមួយនឹងប៉ាគួរឲ្យរីករាយចំនួនដល់ហើយទាំងប៉ាហើយនឹងម៉ាក់នាំគ្នាមកចំរោមស្រឡាញ់បែបនេះ នាងនិយាយចឹងចង់មានន័យថាម៉េច អ្នកនាងកេសរជជែកជាមួយប៉ានៅខាងក្នុងចា កេសរកុំខឹងនឹងប៉ាអីណាប៉ាសុំទោសអភ័យទោសឲ្យប៉ាផងព្រោះប៉ាតាមរកម៉ាក់របស់កូនជាប់រហូតតែប៉ាមិនបានជួបហើយដឹងដំណឹងអីសោះរហូតដល់ប៉ាបានមកជួបកូនប៉ាសប្បាយចិត្តដល់ហើយកូនសប្បាយចិត្តណាស់ មិនពិតទេមិនពិតទេខ្ញុំមិនជឿពាក្យលោកទេលោកកុហក មែនណាកូនប៉ានេះហើយជាឪពុកបង្ការរបស់កូននោះប៉ាគិតថាចាប់ពីពេលនេះទៅប៉ានឹងថែទាំកូនឯងឲ្យបានល្អបំផុតវាមិនទាន់ហួសពេលនៅឡើយទេណាកូនបើប៉ាចង់ធ្វើគ្រប់បែបយ៉ាងទាំងអស់ដើម្បីលុបលាងកំហុសវិញនោះមែនទេកូន ខ្ញុំមិនជឿថាលោកនិយាយការពិតទេបើអញ្ចឹងតើលោកហ៊ានទេលោកហ៊ានប្រាប់គេទេថាខ្ញុំជាកូនអ្នកណានោះលោកហ៊ានឲ្យពួកគេទទួលស្គាល់ខ្ញុំទេ កេសរវាពិតមែនហើយបើឲ្យអ្នកស្រីសេវ៉ាន់គេទទួលស្គាល់នោះគឺតើតែចំណាយពេលវេលាយើងទាំងពីរអ្នកត្រូវចំណាយពេលវេលាបន្តិចតើយល់ទេកេសរយល់ហើយនៅ លោកជាមនុស្សកំសាលោកមិនហ៊ានទទួលស្គាល់នៅអំពើអាក្រក់ដែលលោកបានធ្វើទេ ឥឡូវចេះសិនចុះយើងមកនិយាយគ្នាពីរឿងអាពាហ៍ពិពាហ៍រវាងកេសរនិងស៊ីវ៉ាវិញគឺមិនអាចកើតឡើងបានទេ កុំសង្ឃឹមមិនសោះលោកកំពុងបំផ្លាញកេរ្តិ៍ឈ្មោះរបស់ខ្ញុំហើយតើឲ្យខ្ញុំយកមកទៅទុកឯណាគេពិតជាយល់ថាខ្ញុំទៅលោកវ៉ាបោះបង់ចោលទៀតហើយលោកគ្មានអំណងល្អនឹងខ្ញុំទេលោកបងមិនឆាតឲ្យខ្ញុំនឹងលោកវ៉ាបែកបាក់គ្នាមែនទេឆាប់ចេញទៅឆាប់ចេញភ្លាមទៅចេញទៅលោកឆាប់ចេញទៅចេញទៅចេញទៅ កុំធ្វើអញ្ចឹងកេសរ នេះចំជាអាក្រក់មែនលោកគ្រីតអើយលោកគ្រីតនាងកេសរឯងប្រាប់ខ្ញុំមើលតើឯងចាប់ផ្ដើមពីកាលឯងចំជាគំរក់មែនឯងចង់យកទាំងឪទាំងកូនមែនទេឯងយកទាំងឪទាំងកូនមែនទេឈប់និយាយទៅអាក្រក់ណាស់ ចេញទៅមិនក៏មិនតាមប្រពន្ធរបស់លោកទៅខ្ញុំនឹងបំភ្លេចអស់បំភ្លេចរឿងដែលលោកបាននិយាយក្នុងថ្ងៃនេះអស់ចេញទៅ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  ខ្ញុំមិនចង់រំខានលោកទេតែខ្ញុំចង់ស្រស់ស្រួលគ្នាជាមួយនឹងលោកសាឡាវិញ គឺខ្ញុំយល់ដល់ចិត្តនាងផឹងណាស់បាន តែការដែលខ្ញុំចេញមកជាមួយលោកបែបនេះអ្នកនាងកេសរប្រហែលជាមិនពេញចិត្តទេខ្ញុំសុំទោសណាលោកព្រោះខ្ញុំមិនដឹងជាទៅពឹងពាក់អ្នកឯណាឡើយ អូមិនអីទេនាងព្រោះអីកេសរមិនចេះប្រច័ណ្ឌទេបានរួចខ្ញុំគិតថាកេសរពិតជាយល់ចិត្តខ្ញុំច្បាស់ហើយ ខ្ញុំក៏គិតថាអញ្ចឹងដែរ
អ្នកនាងកេសរចំជាមានសំណាងមែននេះមិនទាន់រៀបការជាមួយនឹងលោកផងសំបីតែប៉ារបស់លោកក៏ស្រឡាញ់ទៅមករកគ្នាបែបនេះ នេះអ្នកនាងនិយាយព្រឹងស្អីនឹងខ្ញុំមិនយល់ទេ មិញនេះខ្ញុំឃើញប៉ារបស់លោកកំពុងចូលទៅរកអនាគតប្រពន្ធរបស់លោកបានជាខ្ញុំគិតថាគាត់ប្រហែលជាស្និទ្ធស្នាលនឹងកេសរហើយ អូយយ៉ាងម៉េចហ្នឹងឲ្យតែមកដល់ផ្ទះគឺតែពីជេស្មានតែខ្ញុំជាស្អីហ្នឹងឲ្យតែបែបនេះណាចុះលេងនៅទៀតហើយវ៉ៃ អូហូនាងច្បាស់ជាប្តីមានប្រពន្ធចង់មិនខានទេអូមកវិញប្រពន្ធចាប់ផ្ទះ3យប់3ថ្ងៃទៅហើយអូយសមានតែសង្កាត់អ្នកមានគ្មានបញ្ហាគ្មានខុសពីសញ្ញាផ្សារទេអូជប់សិនអូយអ្នកស្រីមិនបានមកវិញបានជិះឡានតាក់ស៊ីអញ្ចឹងចាក្រែងអ្នកស្រីថាទៅទទួលលោកវ៉ានោះអីអ្នកស្រីមានឃើញផ្ទះខាងនោះទេប្តីលួចមានប្រពន្ធចង់ចាលុតគ្នាដូចព្យូអញ្ចឹងឯងមើលមិនបានទេចាណែឯងឈប់និយាយភ្លាមទៅណាបើមិនឈប់ត្រូវមកកបោបឲ្យបែកមាត់ឥឡូវហើយអូយមិនក៏ដូចភ្នក់ភ្លើងអញ្ចឹងអ្នកស្រីធ្វើមើលតែប្តីគាត់មានប្រពន្ធចង់អញ្ចឹងអូយកុំខឹងនឹងប៉ាអីប៉ាសុំទោសអភ័យទោសឲ្យប៉ាផងប៉ាតាមរកម៉ាក់កូនឯងរៀងរហូតមកតែមិនដែលបានជួបមិនដែលបានដំណឹងអីទេរហូតដល់ជួបនឹងកូនប៉ាសប្បាយចិត្តណាស់កូនសម្លាញ់ក៏មិនពិតទេខ្ញុំមិនជឿទេមិនពិតទេ កេសរហើយនេះកេសរកាត់អីហ្នឹង ខ្ញុំជឿក្បាលទេចាលោកមានត្រូវអីជាមួយខ្ញុំមែនទេ អូគឺគ្មានទេខ្ញុំបារម្ភពីអ្នកនាងបានជិះខ្ញុំមកមើលហ្នឹងណាកាលពីព្រឹកមិញអ្នកនាងផឹមមករកខ្ញុំចាអូខ្ញុំដឹងទៅហើយនាងប្រាប់ខ្ញុំហើយហើយចុះក្រៅពីអ្នកនាងផឹងមាននរណាមករកកេសរទៀតទេគឺប៉ារបស់លោកនឹងឯងគាត់មកប្រាប់ឲ្យខ្ញុំឈប់តាក់ទងជាមួយលោកអញ្ចឹងតាមិនបានជាលោកប៉ាធ្វើបែបនេះឲ្យខ្ញុំសុំទោសផងចុះអ្នកនាងទោះបីជាយ៉ាងណាយើងក៏ត្រូវតែរៀបការជាមួយនឹងគ្នាយើងត្រូវតែរៀបការជាមួយនឹងគ្នាបានមែនទេអ្នកនាងកេសរចាយើងត្រូវតែរៀបការកញ្ចាស់កំហូចកបីចាស់ចង់ភ្លក់ស្មៅខ្ចីអាមនុស្សតណ្ហាក្រាស់អាមនុស្សស៊ីមិនរើអាមនុស្សដែលគិតតែពីធ្វើម៉េចឲ្យតែពីឆ្អែតមិនទៅបានទេមិនក៏ចាំបាច់ស្រែកខាងធ្វើអីតិចនឹកបំរើលឺយកទៅផ្សព្វផ្សាយទៅរត់តែខ្មាស់គេទៀតមិនខានចុះប៉ាវាឯងបោកប្រាក់ខ្ញុំធ្វើអីពុទ្ធោអើយធ្វើរឹកជាអាសត្វកុកកំសត់អត់ទីពឹងធ្វើជាឯងនឹងជាមនុស្សស្មោះត្រង់តាមការពិតបែរជាលួចមានប្រពន្ធចុងយកអ្នកណាមិនយកទេបែរទៅជាយកនាងកេសរអញ្ចឹងតើបានជាវាសោកចំអករហូតដល់ឥឡូវនេះវាហ៊ានជេរខ្ញុំគ្មានខ្លាចចិត្តឯបន្តិចទេពុទ្ធោយកច្រឡំអីដឹងទេខ្ញុំនឹងកេសរគ្មានអីគ្នាទេហេតុអីក៏តើឲ្យវាយំសស្រាក់ដាក់គ្នានៅបកៃទៀតហ៎ឃើញផ្ទាល់នឹងភ្នែកទៅហើយណែបានជាខ្ញុំទៅនិយាយជាមួយនឹងកេសរនោះដើម្បីអង្វរកុំឲ្យគេនឹងរៀបការជាមួយនឹងកូនរបស់យើងមកជួបបាយអង្វរក៏បែបនេះវាដូចជាជ្រុលហួសហេតុពេកហើយទៅអង្វរមើលតែសុំតែគេជាមួយវាអញ្ចឹង
អូវានៅក្មេងជាងស្អាតជាងខ្ញុំមែនទេឆ្លងវិញនឹងវាជាងខ្ញុំមែនទេដំបងខ្ញុំស្មានតលោកយល់ស្របនឹងរឿងមិនឲ្យកេសររៀបការនឹងកូនយើងមែនតាមការពិតគឺចង់ຕົកខ្លួនឯងតើមែនទេវាមិនញ៉ែមិនញ៉ក់ឲ្យលេងលះខ្ញុំមែនទេដើម្បីឲ្យបានចេញមុខចេញមាត់ជំនួសខ្ញុំកុំសង្ឃឹមឲ្យសោះខ្ញុំនឹងរៀបរៀងដល់ទីបំផុត ណែខ្ញុំមិនដឹងជានិយាយយ៉ាងម៉េចឲ្យម៉ាក់វាឲ្យយល់ទេអញ្ចេះចុះរំងាប់អារម្មណ៍សិនទៅណា ឲ្យរងាប់កាត់ដែរតើឲ្យខ្ញុំទៅមើលមុខអ្នកណាបានទៀតទៅបើរឿងវិញចឹងទៅហើយប្តីដ៏សែនល្អប្តីដាច់ជាគំរូដ៏ល្អមែនទេមានប្រពន្ធក្មេងគួរខ្មាស់គេទេធ្វើអីបែបហ្នឹង រំងាប់អារម្មណ៍ខ្លះទៅ ឈប់និយាយទៅខ្ញុំស្អប់លោកណាស់ទៅឆាប់ចេញទៅ មិនជឿទេខ្ញុំគ្មានឪពុកទេ កែសខ្លួនស្វាំងហើយតើមានដឹងខ្លួនទេកាន់តែនិយាយលែងដឹងអីមែនតើហាញតា បើអញ្ចឹងហៀមីងដឹងទេទោះយ៉ាងណាក៏ខ្ញុំត្រូវតែការជាមួយស៊ីវ៉ាដែរ ណែកែសខ្លួនប៉ុណ្ណឹងបានហើយឈប់ញ៉ាំទៀតទៅកែវាស្វឹងស្លាប់ទៅណា ល្អស្លាប់ទៅក៏ល្អដែរឲ្យវាចប់បញ្ហាផង កែសប្រាប់ហៀមមកមើលតើរឿងនោះបែយ៉ាងម៉េចទៅតើវាមានរឿងអីកើតឡើងឬមួយខ្លួននឹងគ្រាន់គ្រាចិត្តទៀតហើយ ខ្ញុំប្រាប់ថាអត់ទេតែខ្ញុំមិនដឹងនិយាយថាម៉េចព្រោះខ្ញុំមិនដឹងថាគួររៀបការជាមួយលោកវ៉ាឬមិនគួរទេ ត្រូវតែការនឹងឯងឲ្យខ្លួនបើគេត្រៀមអត់ទៅហើយនោះគេរៀបចំអត់ទៅហើយនោះខ្លួនមិនរៀបការជាមួយលោកស៊ីវ៉ាមិននឹងកើតយ៉ាងម៉េចហ្នឹងហ៎ឬមួយខ្លួនឆ្លោះនឹងលោកស៊ីវ៉ា អត់ទេខ្ញុំនឹងលោកស៊ីវ៉ាមិនដែលឆ្លោះគ្នាទេមិនដែលទេហៀមិនដែលទេ ចុះហេតុអី មនុស្សល្អណាស់ខ្ញុំមិនចង់ធ្វើបាបចិត្តគេទេ ត្រូវហើយរឿងដែលខ្លួនមិនចង់ធ្វើបាបចិត្តគេនោះតែរឿងពិតនោះវាយ៉ាងម៉េចខ្លះហ៎វាយ៉ាងម៉េច ខ្ញុំប្រាប់មិនកើតទេមិនដឹងជាប្រាប់ថាម៉េចទេវាខ្លាចតែមានរឿងកើតឡើងណាហេមីងខ្ញុំគួរតែរៀបការនឹងលោកវ៉ាឬក៏មិនគួរបើមិនការនឹងលោកវ៉ាទេអ្នកដតីគេប្រកាសជានិយាយថាឲ្យខ្ញុំមិនខាន ហៀដឹងហើយគេពិតជានិយាយថាខ្លួនហ្នឹងត្រូវលោកស៊ីវ៉ាបោះបង់ មែនហើយពួកគេទាំងអស់គ្នាពិតជាចំអកឲ្យខ្ញុំជាពិសេសលោកយាយនិងលោកអ៊ំស្រីគាត់ទាំងពីរនាក់ពិតជាខ្មាស់គេធំហើយនៅមិនស្ងៀមទេពិតជាចោទថាខ្ញុំខុសហើយហៀដឹងទេគ្មានអ្នកណាស្រឡាញ់ខ្ញុំមែនទេពួកគេគិតតែពីជេរតែខ្ញុំចោទថាខ្ញុំនឹងអាក្រក់ខ្ញុំច្បោកច្បល់ខ្ញុំស្រឡាញ់ប្រុសមិនចេះរើសមុខទេ តែហៀដឹងហើយកែសថាខ្លួនមិនមែនដូចពាក្យគេថាទេឈប់ផឹកស្រាទៀតទៅរួចទៅផ្ទះណាទៅផ្ទះបានហើយចាំហៀជូនទៅ ហើយកុំអីបន្តិចទៀតសិន បានហើយ ហើយលេងបន្តិចទៀតសិនកុំអើសល់ហើយកុំខាត់ខ្ញុំអី ល្មមទៅផ្ទះហើយកែសចាំហៀជូនទៅ ហៀឲ្យវាអស់ប៉ុណ្ណេះសិនណា បានហើយ មិនអស់ប្រាក់ទេនៅមានស្ដាប់បានទេមាននេះ ណាយស្ដាប់បានហើយខ្លួនតែខ្លួនត្រឡប់ទៅផ្ទះសិនចុះណា អត់ទេនៅទីនេះឯងងងុយណាស់ ហ
បាន10ហើយ តែមក10នេះឯងអូយតែដាក់លេបមើលតែញ៉ាំទឹកនេះហៀគិតថាសុំលោកជួយនាំកេសរយកទៅផ្ទះផងល្អជាងណា បាទ តោះកេសរក៏ឡើងខ្លួនកេសរតទៅផ្ទះអើយតចាំហៀជូនទៅណាមកចាំហៀជូនទៅ ហៀមីងញ៉ាំមិនទាន់អស់ផង ហើយចាំហៀនាំទៅហៀជូនទៅញ៉ាំនៅផ្ទះទៀត ពិតមែនណា ហ្នឹងហើយមែនហើយអើលោកសាឡាពេលនេះហាងកំពុងតែរវល់ណាស់ផ្ញើកេសរផងណា បាទ ហើយអាកេសរនេះគួរឲ្យអាណិតណាស់ពេលនេះគេប្រហែលជានៅមិនសប្បាយចិត្តរួចហើយនាងជាក្មេងល្អណាស់តាមពិតនោះប៉ុន្តែមិនសូវមានអ្នកណាយល់ចិត្តនាងហើយនាងក៏ខ្វះការកក់ក្ដៅផងហត់លន់បន្តិចមែនតែក៏គួរឲ្យអាណិតដែរបើអញ្ចឹងសូមលោកជួយនាំយកទៅផ្ទះផងណា បាទអរគុណហៀជំនួសបងប្រុសខ្ញុំទៅចុះហៀទៅមើលហាងវិញទៅខ្ញុំធានាថានឹងជួយដល់ផ្ទះ អរគុណច្រើនណាស់លោកសាឡា បាទតោះប្រហែលជាផឹកស្បាយព្រោះបានប្តីពីរនាក់ក្នុងពេលជាមួយគ្នាហើយ លោកញ៉ាំស្រាច្រើនពេកហើយ ព្រោះតែខ្ញុំចង់ស្វឹង លោកញ៉ាំស្រាអញ្ចឹងចត់ជានិច្ចហ៎ នេះគឺជាលើកដំបូង អញ្ចឹងតាប៉ុណ្ណឹងបានហើយប្រយ័ត្នទៅផ្ទះមិនរួចណា អត់ទេខ្ញុំមិនចង់ទៅផ្ទះទេ នៅផ្ទះមានបញ្ហាអីហ៎ គឺប៉ាហើយនឹងម៉ាក់ខ្ញុំមិនព្រមឲ្យខ្ញុំរៀបការជាមួយនឹងគេសទេអ្នកនាងដឹងទេថាខ្ញុំស្រឡាញ់គេសណាស់ ចាស់ដឹងខ្ញុំក៏លួចសរសើរអ្នកនាងកេសរដែរនេះបើសិនជាសាលាល្អដូចលោកអញ្ចឹងប្រសើរណាស់ បងសាឡារឿងរួមមិនត្រូវរឿងសោះសេរីគួរឲ្យស្រឡាញ់តាហើយចិត្តក៏ល្អទៀត អរគុណតាមតែគេទៅចុះព្រោះអីខ្ញុំទទួលស្គាល់ការបរាជ័យហើយតែទោះបីយ៉ាងណាខ្ញុំក៏រីករាយដែរព្រោះបានមកស្គាល់លោកស៊ីវ៉ាបទោមកចុះលោកស៊ីវ៉ាយល់ចិត្តយល់ខ្លាំងខ្ញុំជាងសាលាទៅទៀត ខាងនេះបាទខាងនេះចូលមកបាទ ម៉ាក់ថើថ្ពាល់ខ្ញុំរាល់យប់មុនពេលគេង
ខ្ញុំពិបាកចិត្តណាស់ខ្ញុំនឹកម៉ាក់ណាស់ថយបាទថយស្អីអញ្ចេះម្ដងចេញម្ដងចូលជើងក្បាលមែនដល់ហើយមកព្រមចូលទៀតចូលមកមកខាងនេះចូលទៅបាតចូលទៅបាត់ចូលទៅបាត់ស៊ីវ៉ាចូលមកលឿនឡើងស៊ីវ៉ាដល់ផ្ទះហើយដល់ផ្ទះហើយប្រយ័ត្នណាប្រយ័ត្នគ្នាវិញដើរស្របួលណាសម័យនេះស្រីនាំប្រុសចូលសថាគារវើយអូយកលាប់ផែនដីអស់ហើយតើហើយយប់ថ្មណែតាហើយមិនក៏មិនតាន់មកទៀតអញ្ចឹងគេទៅណាអញ្ចេះណោថ្មណែវាសំទៅដល់ផ្ទះហើយគួរធុញទ្រាន់ដល់ហើយហេតុអីទៅខ្ញុំដូចជាមិនយល់សោះហេតុអីបានជាទៅជាអញ្ចឹងទៅវិញយប់ថ្មណែតាហើយវាគួរតែត្រឡប់មកផ្ទះហើយអូវាទៅណាអញ្ចេះណោខ្ញុំដូចជាចង់ដឹងដល់ហើយមកដល់ហើយខូចពុជពងខ្ញុំអស់ហើយครับជំរាបសួរបាទទៅនាំក្មួយខ្ញុំមកពីណាខ្ញុំជួបនាងនៅផាប់រួចហើយនាំក្មួយខ្ញុំទៅណាទៀតគឺខ្ញុំជួបនាងនៅផាប់តែនាងស្វឹងមិនដឹងខ្លួនគ្រាន់តែជូនមកផ្ទះតាប្រកាសហើយហ្នឹងហ៎ថាមិនបានឆ្លៀតទៅណាទៀតនោះអូប្រកាសហើយគេសោះជាគូរនឹងបងប្រុសខ្ញុំមិនធ្វើឲ្យនាងទេបើអញ្ចឹងខ្ញុំយកនាងឡើងទៅលើផ្ទះសិនហើយបានបន្ទប់គេនៅណាចាំខ្ញុំនាំនាងឡើងទៅបាច់ទេយកដៃចេញឆាប់យកដៃចេញពីក្មួយខ្ញុំភ្លាមទៅមិនអីទេចាំខ្ញុំជួយនាំនាងឡើងទៅទេតើឲ្យខ្ញុំចាត់ការវិញឆាប់លែងក្មួយខ្ញុំភ្លាមទៅឆាប់លែងទៅឮទេថាឲ្យលែងភ្លាមទៅលែងទៅហើយរបស់យកអីខ្ញុំថាគួរយកកណាត់ត្រជាក់មកជូតមកឲ្យគេសសិនទៅចានាងកែសពុទ្ធអើយខ្ញុំឡោះសតិឥឡូវហើយស្អុយណាស់លោកអើយណែលោកដាក់ក្មួយស្រីខ្ញុំនៅត្រង់នឹងហើយរួចលោកត្រឡប់ទៅវិញចុះដាក់ត្រង់នឹងមែនទេត្រង់នឹងហើយចាំខ្ញុំឲ្យនឹងសាលីពីចាត់ការវិញដាក់ត្រង់នឹងហើយរួចលោកទៅវិញចុះច្បាស់ឲ្យដាក់កន្លែងនឹងមែនទេរឿងច្បាស់នោះវាពិតជាច្បាស់ហើយខ្ញុំមិនដែលច្បាស់លាស់អីដូចលើកនេះនោះទេដាក់ទៅរួចទៅវិញចុះដាក់ឲ្យលឿនបន្តិចទៅមើលល្មមទៅវិញហើយ
ត្រឡប់ទៅវិញទៅ អូយមិនបានដាក់អញ្ចឹងទៅវិញអ่ะទៅហើយហ៎អ្នកស្រីចាំមកផ្លែតចាសុំអត់ទោសចា ណែមុខខ្ញុំវាអត់ប្រឡាក់ទេឯងមិនបាច់ជូតទេអញ្ចេះចោះឯងមើលអ្នកនាងរបស់ឯងនាំឡើងទៅបន្ទប់ណាត្រូវមើលឲ្យបានស្រួលបួលពេលដែលគេភ្ញាក់ឡើងដឹងខ្លួនវិញហើយនោះឯងទៅឆាត់ទៅប្រាប់ខ្ញុំភ្លាមខ្ញុំទៅតែដេញដោលឲ្យដឹងថាអានតិតមួយនងវានាំអូសចូលម៉ូថែលទេស្ដាប់បានទេ ចាចា មិនបាច់ជួយខ្ញុំទេពធអើយអ្នកស្រីអើយអ្នកស្រីធ្វើជាយកចិត្តទុកដាក់នឹងអ្នកនាងនៅមុខគេតែប៉ុណ្្នឹងឯងតែតាមការពិតវិញផ្អែមតែសម្ដីទេធ្វើជាដឹងរឿងមកតែអីដែរពធអើយសាក់មកចូលម្ដងទៅមើលបើមិនសុំចូលម្ដងទៀតឥឡូវហ្នឹងឯងអ្នកនាងក្រោកឡើងអ្នកនាងក្រោកឡើងទៅបន្ទប់យើងវិញចាក្រោកឡើងអ្នកនាងទៅងូតទឹកចេញរួចទេអ្នកនាងតិចអ្នកនាងតិចតោះលោកស៊ីវ៉ា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 មិនចេះលោកដូចស្លាប់ទៅហើយខាត់ជើងអស់ហើយមើលទៅលើកើអញ្ចឹងឯងបានជាគ្មានអីស៊ីងគេកុំធ្វើអញ្ចឹងអីម៉ាក់វាសូមកុំធ្វើឲ្យខ្ញុំពិបាកចិត្តជាងសពថ្ងៃនេះទៅទៀតនោះតើបានទេ ខ្ញុំទេដែលពិបាកចិត្តនោះសុកចិត្តទទួលទៅល្អជាងថាមីក្មេងនឹងជាប្រពន្ធចុងលោកណាចុះមិនយូរប្រហែលទៀតទេខ្ញុំនឹងអធិប្បាយរឿងទាំងអស់នេះឲ្យម៉ាក់វាឯងស្ដាប់មិនខានអធិប្បាយចំគួតយកស្អីឃើញអាចងោអោបគ្នាជាមួយវាទៅហើយខ្ញុំក៏មិនដឹងជានិយាយថាម៉េចដែរប៉ុន្តែខ្ញុំហ៊ានស្បត់ថាខ្ញុំពិតជាគ្មានស្អីជាមួយនឹងកេសរទេខ្ញុំមិនជឿទេឲ្យខ្ញុំប្រាប់ស៊ីវ៉ាថាម៉េចទៅបើកូនកំមុំគេនោះពីមុនជាស្រីរបស់ប៉ាគេកុំធ្វើអញ្ចឹងអីម៉ាក់វាកុំអាចទៅនិយាយអីនឹងកូនណាព្រោះអីរឿងនេះវាមិនពិតទេបើស៊ីវ៉ារៀបការជាមួយវានងលោកត្រូវតែប្រគល់វាទៅឲ្យកូនខ្ញុំក៏មិនសុខចិត្តដែរបើកូនប្រុសរបស់ខ្ញុំតែយកអាកាសសំណល់ពីឪពុកនោះឲ្យតែបានជួបសាលាខ្ញុំនឹងប្រាប់រឿងនេះឲ្យគេស្ដាប់ឲ្យគេអូសវាចូលព្រៃទៅចុះចង់យកទៅធ្វើអីក៏យកទៅធ្វើទៅណែកុំអីណាម៉ាក់វាកុំណាម៉ាក់វាអូហូទៅហើយនៅផ្ទះពីរអ្នកប្តីប្រពន្ធបងប្អូនបានប្តីជាមួយគ្នានៅផ្ទះជាមួយគ្នាគេចែកថ្ងៃគ្នាយ៉ាងណាអញ្ចេះមួយអាទិត្យមាន7ថ្ងៃបើយកម្នាក់3ថ្ងៃសល់1ថ្ងៃច្បាស់ជាគ្មានអ្នកណាសុខចិត្តទេអូយអូយ
អូយលោកវ៉ានេះជួយជម្រាបលោកអ៊ំប្រុសលោកអ៊ំស្រីផងថាយប់មិញនេះលោកស៊ីវ៉ាស្វឹងខ្លាំងណាស់ទៅមកផ្ទះមិនរួចហើយកូនសៅនៅទីនេះណាលោកវ៉ាដល់ផ្ទះហើយចាលោកវ៉ាវាយលោកវ៉ាអត់ដល់ដង្ហើមទេជួយផងលោកវ៉ាអត់ដល់ដង្ហើមទេអ្នកស្រី ម៉េច លោកវ៉ាអត់ដល់ដង្ហើមទេចា កើតអីហ្នឹងស៊ីវ៉ាកើតអីហ្នឹងកូន រួចចុងយប់មិញវ៉ាអត់មកគេងផ្ទះទេ អូខ្ញុំអត់ដឹងទេចាតែអំបញ្ញមិញអ្នកនាងភេងអ្នកដែលធ្លាប់មកទីនេះម្ដងគាត់ជូនមកគាត់ប្រាប់ថាយប់មិញលោកវ៉ាស្វឹងដល់ហើយខ្ញុំក៏មិនដឹងធ្វើយ៉ាងម៉េចដែរយកដៃទៅរួនក៏លោកវ៉ានៅតែមិនទាន់ភ្ញាក់ទៀតយកដៃទៅចិត្តច្រមុះតែលោកវ៉ាលែងដកដង្ហើមហើយចា អូយឈឺក្បាលអូយឈឺក្បាលដល់ហើយ ហាមិនទៅហើយកូនហាធ្វើមើលត្រូវអ្នកណាចាប់រំលោភអញ្ចឹងហាប្រាប់ម៉ាក់មកមើលខោអាវខ្ទេចខ្ទីអត់ទៅហើយប្រាប់ម៉ាក់មកមើលកូនហាស្រីម្នាក់នោះជាអ្នកណាវ៉ា ណែម៉ាក់វាខ្ញុំថាយកកូនចូលផ្ទះសិនទៅតោះខ្ញុំចាត់ការវិញតោះកូនតោះមកទៅរួចទេទៅរួចទេ តោះកូនតោះ កូនតោះ ខ្ញុំអាចដើរបានមើល បធើយ កុំមកចាប់ខ្ញុំមើល ណែ វ៉ា ឬមួយអ្នកនាងភេងរំលោភលោកវ៉ាមែនទេដឹងអូយយ៉ាប់ហើយស្រីសម័យនេះចាប់រំលោភប្រុសវិញតាអូយផ្ទះនាងកាន់តែមានរឿងចម្លែកហើយអ៊ំចង់និយាយជាមួយណាកែស ណែកែសប្រាប់ភ្លាមមកណាតើការប្រយុទ្ធមិញនេះមានរឿងអីកើតឡើងចំពោះឯងហាស្លាប់ហើយស្លាប់ហើយណែឯងស្លៀកខោតំណប់ដេកហ៎ហានាងសាលីកម្មអីម្លេះណឥឡូវនេះទាំងចវាយទាំងកូនចៅហើយហ៎ទៅបដូរចេញភ្លាមទៅ ចា ហើយកែសអ៊ំចង់បាយទ្រូងស្លាប់ដោយសារតែឯងនឹងហើយណាមិនដឹងថាប្រមាណដងទៅហើយទេណែប្រាប់ភ្លាមមកការប្រយុទ្ធមិញអានតនងវាយកឯងទៅកន្លែងណាខ្លះ អ្នកណាគេគឺប្រយុទ្ធមិញនេះខ្ញុំមែនហើយឯងស្វឹងគ្មានដឹងអីរួចមកវិញជាមួយអាបងប្រុសសង្សារឯងដែលមិនគួរទុកចិត្តមួយនោះទាល់តែសោះហើយជូនឯងមកដល់ទីនេះរួចឯងបានក្អួតដាក់អ៊ំទៀតផង ប៉ិតមែនអ្នកអ៊ំស្រីខ្ញុំសុំទោសចា សុំទោសចុះបានកញ្ច្រែងឯណាយកមកលាងក្លិនឆ្អាបដែរមួយនោះវាធ្វើចំពោះឯងនោះបានទេ អ៊ំនិយាយរឿងអីហ្នឹងអាក្រក់ស្ដាប់ណាស់ នៅក្រន់បើណាចង់បែរមកចាប់អ៊ំទៀតមែនទេណែឯងមិនដឹងទេហ៎ការប្រយុទ្ធមិញអានោះវានាំឯងទៅណាខ្លះនោះ ការប្រយុទ្ធមិញខ្ញុំនៅជាមួយហៀមីងតារួច តាប់ហើយណែអាមួយនឹងវាច្បាស់ជាលួចស្រឡាញ់ឯងហើយណែឆាប់ទៅរកពេលភ្លាមទៅ អ៊ំស្រីខ្ញុំនៅប្រកដីគ្រប់បែបយ៉ាងតាហើយខ្ញុំក៏មិនល្ងងដល់ថ្នាក់មិនដឹងថាមានអីខុសធម្មតាចំពោះខ្លួនឯងនោះដែរ តែអ៊ំធ្លាប់ហែលមុនឯងដឹងទេអ៊ំដឹងណែអ៊ំដឹងច្បាស់ណា
គ្រាន់តែអ៊ំមើលមុខអានោះបន្តិចអ៊ំក៏ដឹងដែរថាវានងជាមនុស្សខូចដែរ អ៊ំស្រីខ្ញុំអាចដឹងខ្លួនឯងច្បាស់ជាងអ្នកណាទាំងអស់ថាមានរឿងអីកើតឡើងចំពោះខ្លួនឯងនោះរួចម្យ៉ាងទៀតអ៊ំស្រីក៏មិនដែលធ្វើម៉េចអ៊ំស្រីជ្រាបតែកើតនោះ ស្លាប់ហើយកែសណែឯងជន់កែងអ៊ំមែនទេណែឯងចាប់ប្រកាន់អ៊ំមែនទេហាចាប់ប្រកាន់អ៊ំមែនទេចាប់អ៊ំថាអ៊ំគ្មានសមត្ថភាពរកប្តីបានមែនទេអូយទ្រាំលេខបានហើយអូយជឿក្បាលណាខ្ញុំអូយសាឡៃប្រេងខ្យល់ ម៉ាក់យំយូរណាស់ហើយបើមានការអីប្រាប់ខ្ញុំមក ទោះបីប្រាប់ក៏មិនអាចជួយម៉ាក់បានដែរម៉ាក់ពិបាកចិត្តហើយខ្លាចទៀតម៉ាក់ច្បោកច្បល់អស់ហើយ រឿងគិសរនិងស៊ីវ៉ាហ្នឹងឯង ទាំងអស់នឹងឯងកាលពីថ្ងៃមុនម៉ាក់បានជួបប៉ាឯងនៅការិយាល័យរបស់ស៊ីវ៉ាគេទៅរកមីស័យគេនង ខ្ញុំយល់ហើយម៉ាក់គាត់ទៅរកគិសរ សាឡាកូនឯងដឹងដែរប្រាប់ម៉ាក់មកមើលនិយាយតាមការពិតមកចុះតើលោកគ្រីនមានតាក់ទងស្អីជាមួយមីនងដែរមែនទេកូនប្រាប់ម៉ាក់មកប្រាប់ម៉ាក់មកកូនមែនទេ ខ្ញុំយល់ចិត្តម៉ាក់ហើយខ្ញុំអាណិតម៉ាក់ណាស់ ម៉ាក់ស្មានមិនដល់សោះតែនេះវាជាការពិតម៉ាក់អាម៉ាមកដល់ហើយព្រោះចូលច្រឡំថាលោកគ្រីតគេស្រឡាញ់ហើយស្មោះត្រង់នឹងម៉ាក់តែម្នាក់ប៉ុណ្ណោះ ម៉ាក់ប្រាប់ស៊ីវ៉ារឿងនេះហើយនៅ ម៉ាក់មិនហ៊ានទេខ្លាចស៊ីវ៉ាគ្នាតក់ស្លុតខូចចិត្តម៉ាក់មិនចង់ធ្វើបាបគេទេកូន ចុះស៊ីវ៉ាមានដឹងរឿងលះលៀងអីខ្លះទេ ប្រហែលហើយព្រោះមើលទៅគេដូចជាចម្លែកឃើញបាត់ទៅអស់មួយយប់តម្រាំមកដល់វិញសវឹងជាប់រហូតលឺឯវាប្រាប់ថាមានស្រីម្នាក់ឈ្មោះភីងជូនមក ភីងហ៎ ហ៎សាឡាកូនស្គាល់ស្រីម្នាក់នឹងដែរមែនទេកូន បាទម៉ាក់ត្រូវឲ្យស៊ីវ៉ាចេញឲ្យឆ្ងាយពីស្រីមួយនេះទៅបានព្រោះស្រីម្នាក់នេះគួរឲ្យខ្លាចណាស់ ហាគួរឲ្យខ្លាចហ៎គួរឲ្យខ្លាចមែនទេបាញ់អញ្ចឹងវាច្បាស់ជាចាប់រំលោភស៊ីវ៉ាហើយម៉ាក់ឃើញបាត់អស់ទៅមួយយប់សាឡាឲ្យម៉ាក់ធ្វើយ៉ាងម៉េចទៅកូនជួយម៉ាក់ផងមើលណា ខ្ញុំថាដូចជាច្រើនរឿងពេកហើយម៉ាក់គួរគិតរឿងសំខាន់បំផុតវិញល្អជាង បើអញ្ចឹងជំរុតនាងកេសរឲ្យផុតពីបាបម៉ាក់និងស៊ីវ៉ាទៅសាឡាអាណិតម៉ាក់ផងទៅណាកូនណាកូនសម្លាញ់ម៉ាក់ណាកូនសម្លាញ់ជួយម៉ាក់ផង តាំងពីខ្ញុំធំដឹងក្តីមកទើបនឹងលឺមកហៅខ្ញុំថាកូនសម្លាញ់ក្នុងថ្ងៃហ្នឹងតិចចិត្តអីម្លេះទេម៉ាក់ស្រឡាញ់ខ្ញុំដោយសារម៉ាក់ចង់ប្រើខ្ញុំ ពធូសាឡាកុំមិនជួមិនសោកឲ្យម៉ាក់អញ្ចឹងកូនម៉ាក់ដូចជាធ្លាក់នៅរੂទាំងរស់អញ្ចឹងកូនតើកូនចង់ទ្រាំឃើញម៉ាក់មានប្តីរួមគ្នាជាមួយប្រពន្ធរបស់កូនខ្លួនឯងអញ្ចឹងហ៎សាឡាជួយម៉ាក់ផងកូនណាអាណិតម៉ាក់ផង
ណាស់ហើយចុះម៉ាចាត់ទុកតែខ្ញុំតបស្នងព្រះគុណម៉ាក់ទៅចុះឈប់បារម្ភទៅ អញ្ចឹងធ្វើចេះទៅកូនជំរុតនាងកេសរទៅនាំវាចូលព្រៃទៅចុះកុំឲ្យវាមករំខានគ្រួសារម៉ាក់ទៀតបានណាបានម៉ាចាប់ពីពេលនេះទៅគ្រួសារម៉ាក់លែងពិបាកទៀតហើយចំណែកខ្ញុំវិញទោះជាលំបាកលំបិនយ៉ាងណាក៏ដោយក៏អាចទ្រាំបានដែរពិតមែនទេម៉ា យប់មិញលោកស៊ីវ៉ានាំខ្ញុំទៅលួងលោមយើងនៅជាមួយគ្នាពេញមួយយប់លោកស៊ីវ៉ាស្វឹងដល់ហើយបានយ៉ាងស្រួលហើយមានការឲ្យជួយគ្នាផងតើនាងមិនបារម្ភពីអនាគតកូនកំឡោះនាងទេខ្ញុំកាត់ចិត្តបានទៅហើយចាព្រោះរបស់ល្អតែងតែមានពួកចចកពួកស្មោមក្បាលចង់បានអញ្ចឹងឯងហើយរួចមនុស្សប្រភេទនឹងភាគច្រើនគឺពួកវិកលចរិតខុសធម្មតាចូលក្នុងប្រភេទពួកតណ្ហាក្រាស់នោះអីនាងជេរខ្ញុំខ្លាំងបន្តិចហើយណាតែបើកំណត់នាងមិនមែនអញ្ចឹងអ្នកនាងតែខឹងធ្វើអីចាឯខ្ញុំវិញមិនអីទេព្រោះនៅតែប្រហែលថ្ងៃទៀតខ្ញុំរៀបការនឹងលោកវ៉ាទៅហើយចូលក្នុងប្រភេទអង្គុយតុកញ៉ាំវិញទៅវាឆ្ងាញ់ជាងតែបើពួកចាំរើសកំតិចនៅក្រោមតុកវិញនោះប្រយ័ត្នវាមិនឆ្អែតណាខ្ញុំថាបើយកល្អនាងគួរតែទៅរករបស់ចាស់វិញទៅលោកសាឡានោះអីណាស់ហើយចុះខ្ញុំឈប់និយាយរឿងតែផ្ដេសតែផ្ដាស់ទៀតហើយណាព្រោះខ្ញុំត្រូវប្រកបមុខរបររកស៊ីធ្វើការតែបើនាងឃ្លាននោះចាំខ្ញុំជួយប្រាប់ខាងក្រៅមានច្រើនកន្លែងណាតាំងពីនិយាមដល់បោះក៏បានដែរឬមួយមិត្តភក្តិខ្ញុំក៏មានច្រើនដែររើតាមចិត្តចោះចាយកម្នាក់ទៅចំកេសមីដាំខ្ញីជីមេពួកអត់ឃ្លានយ៉ាងម៉េចដែរអានេះពីរោះជាងពួកមេកបីដាច់ដាបអានេះបានល្អបំផុតគឺពួកក្នុងខួរក្បាលមានតែរឿងអារម្មណ៍ខាងភេទយ៉ាងម៉េចដែរអេងរឿងរបស់កំណាចទី5ចប់តែប៉ុណ្ណេះសូមអស់លោកអ្នកជួយទស្សនាភាពទី6សូម